បាទសួស្តីប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាវិលត្រឡប់មកជួបជាមួយនឹងខ្ញុំបាទម្ដងទៀតហើយថ្ងៃនេះដែរគឺយើងនាំនៅសាច់រឿងថ្មីរបស់បងស្រីមួយដែលគាត់បានបញ្ចេញមកដែលគាត់រស់នៅខេត្តកំពង់ឆ្នាំងអញ្ចឹងណាបងប្អូនបាទហើយនិយាយទៅរឿងរ៉ាវនេះគឺគាត់ជួបផ្ទាល់តែម្ដងហើយគាត់បានបញ្ជាក់ឆ្នាំដែលគាត់ជួបដូចគ្នាគឺនៅឆ្នាំ2018អញ្ចឹងណាបងប្អូនពេលដែលគាត់ឈានជើងមករស់នៅភ្នំពេញអញ្ចឹងណាបាទនិយាយទៅគាត់មករស់នៅភ្នំពេញនឹងដែរគឺទៀតសោតគឺយើងបានស្ដាប់ការបកស្រាយនិងការបញ្យលចែករំលែកសាច់រឿងរបស់គាត់ហ្នឹងគឺគាត់បាននិយាយថាគាត់មករស់នៅភ្នំពេញដំបូងនោះគឺគាត់មកធ្វើការហើយនៅបន្ទប់ជួលបាទហើយទៀតសោតគឺគាត់នឹងបានមកនៅបន្ទប់ជួលនៅជិតម្ដុំចោមចៅអញ្ចឹងណាបងប្អូនបាទហើយកាលពី2018ហ្នឹងគឺអត់មានលក្ខណៈថាវាមិនសូវអ៊ូអរដូចបច្ចុប្បន្នយើង2025នេះទេហើយគាត់ក៏បានបញ្ជាក់ទៀតគាត់ថាគាត់បានមកនៅបន្ទប់ជួលហ្នឹងគឺលក្ខណៈបែបស្ងាត់ស្ងៀមអីអញ្ចឹងណាបែបស្ងប់ស្ងាត់ហើយបន្ទប់ជួលនឹងដែរគឺមាន3ជាន់ហើយនិយាយទៅបើនិយាយថាឲ្យមានដូចជាអ៊ូអដូចអត់សូវអញ្ចឹងណាបងប្អូនបាទគឺគាត់បញ្ជាក់មកបែបហ្នឹងហើយតែនៅបន្ទប់ជួលនោះដែរគឺមានជនជាតិគេហៅជនជាតិម៉ាឡេស៊ីហើយមានជនជាតិឥណ្ឌាអីដែរអញ្ចឹងណាបាទគាត់បញ្ជាក់មកគាត់ថាពេលដែលគាត់ជួលនឹងដែរគឺបន្ទប់ហ្នឹងគឺនៅសល់ត្នេ3 4បន្ទប់ដែរដែលនៅជុំវិញគាត់ហ្នឹងតែគ្រាន់តែថាបន្ទប់អត់ស្អាតអញ្ចឹងណាហើយគាត់ក៏បានផ្លាស់ទៅនៅបន្ទប់ចុងហើយបន្ទប់ដែលប្រភេទអ្នកជនជាតិហ្នឹងគឺនៅកណ្ដាលអីទេអញ្ចឹងណាបងប្អូនហើយនិយាយទៅគាត់ជនជាតិហ្នឹងគឺគាត់ភាកច្រើនទៅគឺគាត់លក្ខណៈយើងនិយាយពាក្យអសរោះមួយម៉ាត់ហ្នឹងគឺគាត់អត់សូវស្អាតលក្ខណៈថាគាត់យើងនិយាយមួយម៉ាត់ឲ្យខ្លីគឺគាត់អត់ចេះនេះអញ្ចឹងណាគាត់មើលទៅដូចជាលក្ខណៈដូចជាគ្រូធ្មប់គ្រូអាគមអីអញ្ចឹងទៅអញ្ចឹងយើងនិយាយមួយម៉ាត់បែបហ្នឹងអញ្ចឹងណាបងប្អូនបាទហើយនិយាយទៅពេលខ្លះទៅពេលយើងដើរកាត់បន្ទប់គាត់ពេលដែលគាត់ឃើញយើងពេលដែលអីហ្នឹងគាត់តែងតែស្រឡក់តែងតែស្រឡឹងធ្វើឲ្យយើងហ្នឹងភ័យយើងខ្លាចអញ្ចឹងណាបាទហើយណាមួយយើងអត់ចេះភាសាគាត់ផងដែរហើយនិយាយទៅគឺយើងហ្នឹងពេលដែលគាត់ស្រឡឹងមុខយើងហ្នឹងគឺធ្វើឲ្យយើងហ្នឹងខ្លាចយើងស្លុតតែម្ដងហើយណាមួយយើងជាក្មេងស្រីផងអញ្ចឹងណាបាទហើយពេលនោះដែរគឺគាត់មានអាយុដូចជា19ឆ្នាំទេបងប្អូនណាបាទហើយគាត់និយាយទៅបើយើងនិយាយថាបើមនុស្សស្រីអាចនឹងចេះគិតច្រើនជាងមនុស្សប្រុសហើយបើសិនតែមនុស្សប្រុសវ័យ19ឆ្នាំហ្នឹងគឺជាវ័យមួយដែលអត់ចេះគិតអីទេគិតតែសប្បាយគិតតែលេងអត់គិតអីចឹងណាបាទខ្ញុំមិននិយាយទូទៅទាំងអស់ទេប៉ុន្តែនេះខ្ញុំនិយាយការដែលខ្ញុំធ្លាប់ឆ្លងកាត់មកកាលពីខ្ញុំវ័យប៉ុណ្ណឹងចឹងណាបងប្អូនហើយឥឡូវមកដល់វ័យនេះហ្នឹងគឺក៏អត់ចេះគិតច្រើនដូចតែគ្នាហ្នឹងនិយាយឲ្យចប់ទៅគឺតែប៉ុណ្ណឹងរាល់ថ្ងៃហ្នឹងគឺដូចអាយុដូចតែក្មេងទេបាទច្រើនតែអាយុទេបើណាច្រឹកដូចតែក្មេងទេហើយចូលសាច់រឿងយើងវិញបាទហើយបន្ទាប់ពីគាត់ឃើញបើទស្សនវិជ្ជាបែបហ្នឹងហើយគាត់ហ្នឹងក៏ចង់ចាប់ផ្ដើមដូរបន្ទប់ដូរអីហ្នឹងទៅតែដោយសារតែស្ថានភាពហ្នឹងគឺកន្លែងផ្សេងគឺឆ្ងាយពីកន្លែងដែលការងារគាត់ធ្វើអញ្ចឹងណាបងប្អូនបាទហើយពេលនោះដែរគឺគាត់ធ្វើការរោងចក្រណាបងប្អូនណាហើយបងប្អូនឆ្ងល់ថាកន្លែងដែលមានរោងចក្រហ្នឹងប្រកាសជាមានពលករឬមួយក៏មនុស្សច្រើនអ៊ូអរហើយតែហេតុអីបានកន្លែងហ្នឹងអត់សូវមានវិញបងប្អូនដោយសារតែយើងអត់ដឹងពីស្ថានភាពនៃផ្ទះជួលចង់យើងអត់ដឹងថាពីមុនមានបញ្ហាអីរឿងអីអញ្ចឹងណាហើយណាមួយយើងទើបឡើងមកហើយឃើញតម្លៃធូរក៏យើងចង់សេវលុយចង់ចំណេញអីអញ្ចឹងណាដោយសារតែយើងមិនសូវមានលុយដែរអញ្ចឹងបងប្អូនបាទហើយបន្ទាប់មកទៀតគឺនៅដូចជាបានរយៈពេលកន្លះខែបងប្អូនបាទគាត់និយាយថាគាត់នៅបានប្រហែលជាកន្លះខែគាត់ចាប់ផ្ដើមថាគឺមានអារម្មណ៍ថាមានពេលយប់ឡើងគឺមានដូចមានគេមកដេញថាកុំអោយនៅអញ្ចឹងណាបងប្អូនបាទគឺអញ្ចឹងហ្មងសឹងថា2 3យប់ចុងក្រោយគឺគាត់នៅអត់បានទេបងប្អូនហើយដល់ពេលអញ្ចឹងគាត់ចាប់ផ្ដើម
ចាប់ផ្ដើមខ្លាចតែអត់ហ៊ានទៅសួរម្ចាស់ផ្ទះជួលទេព្រោះម្ចាស់ផ្ទះជួលគឺគាត់អត់សូវបានមកកន្លែងផ្ទះជួលនឹងទេហើយសឹងថាមួយខែគាត់មកតែម្ដងទេម្ដងមកយកទៅលុយហើយក៏គាត់ទៅវិញបាត់អញ្ចឹងណាបងប្អូនបាទហើយជារឿយហើយ3 4យប់ចូលដល់មួយខែគាត់ទ្រាំនៅបានរហូតដល់មួយខែគាត់និយាយថាចាប់ផ្ដើមផ្លែហើយយប់ឡើងហ្នឹងចេះតែបន្ទប់ដែលជនជាតិហ្នឹងណាបាទជនជាតិបរទេសហ្នឹងគឺគាត់តែងតែមានសលេងទុងទាំងហើយនិយាយទៅសឹងតែរយយប់ចឹងណាបងប្អូនបាទមានសលេងមានការនិយាយសឹងទល់ភ្លឺហើយគាត់នឹងក៏ចេះតែឆ្ងល់ចេះតែភ័យចេះតែខ្លាចដល់ពេលយូរដល់ថ្នាក់គាត់ទ្រាំអត់បានគាត់សឹងថាម្ដាមមើលណាបងប្អូនបាទគឺគាត់ឃើញនៅទស្សនវិជ្ជាមួយដែលគាត់ភ័យនិងខ្លាចតក់ស្លុតយ៉ាងខ្លាំងបាទគឺឃើញបរទេសនោះកំពុងតែហូបរបស់ឆៅអញ្ចឹងណាបងប្អូនបាទហូបរបស់ឆៅមិនដឹងថាគាត់នឹងយកមកពីណាអីទេហើយតាពេលហ្នឹងគឺខ្ញុំអត់ច្បាស់ដែរគាត់បញ្ជាក់ថាគាត់អត់ច្បាស់ដែរថាហូបដែលរបស់ឆៅហ្នឹងមិនដឹងថាជាអ្វីអញ្ចឹងណាបងប្អូនគាត់អត់ដឹងថាជារបស់ឆៅតែមិនដឹងជាសត្វឬមួយក៏ជាសាច់គោឬមួយក៏ជាសាច់អីគឺអត់ដឹងអញ្ចឹងណាបងប្អូនបាទហើយក៏គាត់ចាប់ផ្ដើមភ័យតក់ស្លុតតែអត់ហ៊ានស្រែកទេដោយសារតែទី1បងប្អូនហើយមុខគាត់ពុកមាត់រៀងសមៀនសមោមហើយបាទហើយបញ្ជាក់គឺជនជាតិបរទេសហ្នឹងគឺស្រីណាបងប្អូនមិនមែនប្រុសទេហើយកុំឲ្យថាបងប្អូនអីនិយាយមួយថ្ងៃហត់ដឹងថាជនជាតិនឹងស្រីឬក៏ប្រុសគាត់ថាដឹងថាជនជាតិចឹងណាបងប្អូនតែគាត់ថាដូចជាមានឥណ្ឌាហើយនឹងម៉ាឡេស៊ីចឹងណាបាទហើយតែបញ្ជាក់ពេលដែលគាត់នេះហ្នឹងគឺអត់ឥណ្ឌាផ្សេងនៅបន្ទប់ផ្សេងចឹងណាបងប្អូនគាត់ថាមាន2 3បន្ទប់ដែរដែលគាត់ថាបរទេសច្រើនអញ្ចឹងណាបាទហើយក៏គាត់មានអារម្មណ៍ថាភ័យខ្លាចតក់ស្លុតយ៉ាងខ្លាំងគាត់បានតែត្រឹមរត់ទៅវិញណាបងប្អូនចាក់សោហើយក៏សង្ងំភ័យខ្លាចយំទ្រាំតម្រាំទៅដល់ភ្លឺណាបងប្អូនបាទគ្រាន់តែដល់ភ្លឺឡើងបងប្អូនហើយគឺគាត់រត់ចេញមកតែម្ដងបាទគឺគាត់រត់ចេញមកហើយក៏លែងហ៊ានចូលលែងហ៊ានអីទាំងអស់ដល់ថ្នាក់គាត់ភ័យគាត់ឈប់ធ្វើការហើយគាត់បានត្រឡប់ទៅផ្ទះចឹងណាបងប្អូនបាទគឺគាត់ត្រឡប់ទៅផ្ទះវិញគាត់ក៏បានភ័យខ្លាចដល់ថ្នាក់ទៅស្រោចទឹកស្រោចអីចឹងទៅឈឺចឹងណាបងប្អូនបាទហើយបន្ទាប់ពីគាត់បានស្រោចទឹកស្រោចអីរហូតដល់ជាហ្នឹងគឺគាត់បានឡើងត្រឡប់មកភ្នំពេញមួយសារទៀតតែគាត់អត់ហ៊ានទៅនឹងទៀតទេបងប្អូនហើយបន្ទាប់មកទៀតគឺគាត់បានឃើញព័ត៌មានថាគេបានបដិញ្ញដូចជាបន្ទប់នឹងដែលម្ចាស់បន្ទប់ដែលជនជាតិនឹងចេញអញ្ចឹងណាបងប្អូនបាទគឺឃើញចេញព័ត៌មានថាអូបានគេបដិញ្ញចេញបានគេអត់ឲ្យនៅដោយសារតែបញ្ហាហ្នឹងគឺមិនមែនតែខ្ញុំទេដែលធ្លាប់ជួបអ្នកដែលនៅមុនក៏គេធ្លាប់ជួបហើយអ្នកដែលនៅក្រោយហ្នឹងក៏គេមិនហ៊ាននៅអញ្ចឹងណាបងប្អូនហើយបន្ទាប់មកទៀតហ្នឹងគឺម្ចាស់ផ្ទះជួលហ្នឹងគឺបានបិទវាមករយៈដោយសារតែបញ្ហាហ្នឹងគឺបែកធ្លាយព័ត៌មានទៅគេដឹងអស់ចឹងទៅគឺអត់មានអ្នកដែលមកជួលមកនៅអញ្ចឹងណាបងប្អូនបាទហើយនិយាយទៅអ្នកដែលធ្លាប់នៅមុនហ្នឹងដែលគាត់បាននិយាយគាត់ធ្វើរោងចក្រជាមួយគ្នាមួយខ្ញុំអញ្ចឹងណាបងប្អូនហើយគាត់ក៏បានណែនាំដែរគាត់ថាបន្ទប់ហ្នឹងគឺជាអាបគឺជាធ្មប់អីអញ្ចឹងណាបាទហើយតែដោយសារតែយើងនឹងអត់ដឹងហើយយើងមកឃើញតែថោកឃើញតម្លៃធូរហើយបន្ទប់គេតនេច្រើនអញ្ចឹងក៏យើងចង់សេវលុយឯណាមួយយើងទៅម្លងមកពីខេត្តដែរអញ្ចឹងណាបងប្អូនបាទហើយនិយាយទៅគឺសាច់រឿងរបស់យើងគឺមានតែប៉ុណ្្នឹងទេហើយចុងក្រោយហ្នឹងគឺគេបានបញ្ជាក់ថាឃើញអញ្ចឹងរាល់តែយប់ហ្នឹងអ្នកដែលនៅបន្ទប់ហ្នឹងជួលមុនអញ្ចឹងណាបងប្អូនគឺគេហៅធ្មប់ហៅអីចឹងទៅគាត់ថាគេហ្នឹងក៏អត់បានចាប់បានចងទេគេគ្រាន់តែបដិញ្ញចេញពីបន្ទប់ជួលហ្នឹងអញ្ចឹងណាឲ្យទៅឆ្ងាយផុតអីអញ្ចឹងទៅដោយសារតែគេមិនមែនជាជនជាតិខ្មែរយើងទេអញ្ចឹងណាបងប្អូនធម្មតារឿងអាបធ្មប់ហ្នឹងណាគេក៏ស្អប់ដែរគាត់ថាបញ្ហាគឺគាត់មិនមែនជាជនជាតិខ្មែររបស់យើងអញ្ចឹងគឺពិបាកយើងមានតែបដិញ្ញឲ្យគាត់ចេញអញ្ចឹងទៅហើយគាត់ទៅណាទៅអញ្ចឹងណាបាទហើយសាច់រឿងរបស់យើងហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយគឺគាត់បានចែកម្លែងដោយសារតែគាត់ថាលើកទី1ដែលគាត់ឈានជើងមករស់នៅរាជធានីភ្នំពេញហ្នឹងគឺគាត់មាន
បញ្ហាភ័យខ្លាចចឹងកើតឡើងចឹងណាបងប្អូនហើយរហូតដល់ឥឡូវនេះគឺគាត់ថានៅតែអត់ភ្លេចឬមួយក៏អត់បាត់ដែរទស្សនភាពនឹងដែលគាត់បានឃើញចឹងណាបងប្អូនបាទហើយទីចុងក្រោយខ្ញុំសូមអរគុណហើយក៏ចាំជួបខ្ញុំបាទនៅវីដេអូក្រោយទាំងអស់គ្នាចឹងណាបាទបងប្អូនកុំភ្លេចជួយចុច like និង share និង subscribe បើកសញ្ញាកណ្ដឹងម្នាក់មួយផងបាទសូមអរគុណ